បាទសម្រាប់ខ្លួនខ្ញុំផ្ទាល់ជុំវិញដំណើរទស្សនកិច្ចរបស់លោកស៊ីជីនពីងប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិនខ្ញុំយល់ឃើញថាជាដំណើរទស្សនកិច្ចមួយដ៏មានសារៈសំខាន់រវាងប្រទេសនិងប្រទេសបាទហើយការយល់ឃើញរបស់ខ្ញុំមួយជ្រុងទៀតគឺជាដំណើរទស្សនកិច្ចបង្កើននៅចំណងមិត្តភាពផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសនិងប្រទេសផងដែរស្ថិតក្នុងស្ថានភាពមួយដែលកម្ពុជារងនៅការដាក់សម្ពាធផ្នែកពន្ធពីសហរដ្ឋអាមេរិកនោះកម្ពុជាក៏នៅតែមានជំហរយ៉ាងរឹងមាំក្នុងការចូលទៅសម្របសម្រួលជាមួយសហរដ្ឋអាមេរិកផងដែរហើយការចោទប្រកាន់របស់ជនអគតិមួយចំនួនមកលើកម្ពុជាជាមួយនឹងប្រទេសចិននោះខ្ញុំយល់ថាមិនមែនជារឿងត្រឹមត្រូវសម្រាប់កម្ពុជានោះទេសូមកុំយកប្រទេសកម្ពុជាជាកន្លែងមួយដែលអស់លោកចាត់ទុកថាកម្ពុជាជាកូនអុកកម្ពុជាជាអ្នកបំរើឲ្យបរទេសជាដាច់ខាតកម្ពុជាមានជំហរនិងមានគោលនយោបាយរបស់ខ្លួនយ៉ាងរឹងមាំនិងពិតប្រាកដក្នុងនាមខ្ញុំជាអ្នកនយោបាយខ្ញុំសង្កេតឃើញថាកម្ពុជានាពេលបច្ចុប្បន្ននេះកំពុងតែបង្កើននៅចំណងមិត្តភាពគ្រប់ទិសទីទាំងអស់ហើយក៏មិនបានចាប់យកប្រទេសណាមួយជាសត្រូវរបស់ខ្លួនដែរជុំវិញទស្សនកិច្ចរបស់លោកស៊ីជីនពីងប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិនមកកាន់កម្ពុជានេះគឺជាការរឹតបន្តឹងចំណងមិត្តភាពជាការបង្កើនការទំនាក់ទំនងការសួរសុខទុក្ខគ្នាទៅវិញទៅមកមិនមែនជាការបង្កើននៅភាពល្អកកផ្នែកនយោបាយការទូតនោះទេបាទដូច្នេះចំណងមិត្តភាពកម្ពុជាចិននេះមិនមែនទើបនឹងមាននាពេលបច្ចុប្បន្ននេះទេគឺមានមកជាយូរហើយបាទមានមកជាយូរហើយអញ្ចឹងទោះបីជាកម្ពុជាទទួលចិននាពេលបច្ចុប្បន្ននេះក៏កម្ពុជាអត់មានអ្វីត្រូវខាត់បង់ដែរបាទកម្ពុជាកាន់តែមានការចាប់អារម្មណ៍ពីលោកខាងលិចកាន់តែខ្លាំងត្រង់នេះហើយដែលកម្ពុជាចំណេញនយោបាយចំណេញសពបែបយ៉ាងធ្វើឲ្យគេចាប់អារម្មណ៍មកកម្ពុជាទស្សនកិច្ចរបស់លោកស៊ីជីនពីងមកកាន់កម្ពុជាខ្ញុំសម្ដែងការសាទរនិងគាំទ្រឲ្យសប្បាយចិត្តយ៉ាងខ្លាំងចំពោះការចូលមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះបាទអញ្ចឹងទេសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បាទយើងនាំគ្នាគាំទ្រនៅគោលនយោបាយរបស់រាជរដ្ឋាភិបាលហើយគាំទ្រនឹងបើកចំហសាទរជាមួយនឹងវិនិយោគចិនមកកាន់កម្ពុជាឲ្យបានច្រើនក៏ដូចជាទេសចរមកកាន់កម្ពុជាឲ្យបានកាន់តែច្រើនជាងឆ្នាំរដងទៅទៀតអញ្ចឹងចំណុចសំខាន់ជាច្រើនដែលកម្ពុជាទទួលបានគឺយើងដាច់ខាតត្រូវតែថែរក្សាឲ្យបានល្អប្រទេសយើងមិនមែនមិនដែលលំបាកឯណាបងប្អូនប្រទេសយើងធ្លាប់លំបាកមកច្រើនឆ្នាំច្រើនទសវត្សរ៍មកហើយក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះកម្ពុជាបានឆ្លងផុតនៅគ្រោះកាត់គ្រោះទាំងអស់នោះឈានមកដល់កម្ពុជាទទួលបានស្ថិរភាពនយោបាយនិងសុខសន្តិភាពព្រមទាំងការអភិវឌ្ឍដូច្នេះខ្ញុំសូមឲ្យអ្នកនយោបាយក៏ដូចជាអ្នកវិភាគទាំងអស់សូមឲ្យយកកម្ពុជាជាកន្លែងមួយដែលប្រកបទៅដោយតម្លាភាពសម្រាប់អ្នកវិនិយោគក៏ដូចជាអ្នកនយោបាយផងសូមកុំចាត់ទុកកម្ពុជាជាកន្លែងមួយបង្កបញ្ហាដល់ប្រទេសជិតខាងអញ្ចឹងកម្ពុជាទទួលបាននៅការធ្វើទស្សនកិច្ចរបស់លោកស៊ីជីនពីងនៅថ្ងៃទី17 18នេះគឺជាថ្ងៃដែលកម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងសំខាន់បំផុតសម្រាប់ជាតិមាតុភូមិនេះហើយគឺជាការដឹកនាំដ៏ឆ្លៀសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត
ជាមួយនឹងការសម្របសម្រួលដ៏មានសារៈសំខាន់ក៏ដូចជាការទទួលបដិសណ្ឋារកិច្ចចំពោះមគ្គុទ្ទេសក៍របស់ចិនយ៉ាងល្អនិងមានភាពកក់ក្ដៅផងដែរក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកម្ពុជាមិនភ្លេចការចូលតុចរចាជាមួយសហរដ្ឋអាមេរិកនោះទេគឺកម្ពុជាដាច់ខាតទៅតែចូលតុចរចាដើម្បីស្វែងរកការឯកភាពគ្នានៅលើការដាក់បន្ទុកពន្ធណាមួយឲ្យបានសមស្របអញ្ចឹងកម្ពុជាមានអរិយាប័ត្រមួយដ៏ល្អបំផុតគឺមិនចាត់ទុកប្រទេសណាមួយជាសត្រូវជាដាច់ខាតបង្កើតញាតិល្អជាងបង្កើតសត្រូវជួញចិត្តប្រសើរជាងជួញឆ្ងាយ